បងប្អូនចេញដំណើរអាំខាត់ពួកវាបាញ់បាញ់បាញ់ទៅបាញ់ឲ្យកម្លាំងជំនួយទីបញ្ជាការភ្លាមកន្លែងនេះគិតមិនបើសិនតែពួកវាមកបញ្ឆោតពួកយើងទៅហ្នឹងណាឯកសារផែនការក្បោកខ្ញុំចាប់ប្រមាណទៅនៅទីនោះដែរចាំណាបើពួកយើងទៅធ្វើតាមគម្រោងរបស់អ្នកស្រីចាស់ស៊ុនហុងនីវគ្រួសារទិញបែងចែកជា2ផ្លូវមួយផ្លូវចូលក្នុងស្រុកវាយលុកទីតាំងវិជាការជាប់បរទេសបញ្ឆោតកម្លាំងពួកវាឲ្យជាប់នៅនឹងមួយកន្លែងរយៈផ្លូវមួយទៀតគឺវាយលុកខ្លោងទ្វារដើម្បីដណ្ដើមយកសពទិញតែចុងឲ្យបានពេលនេះផែនការមានដំណើរការបានល្អមនុស្សម្នាក់ពោពេញដល់ក្តីសង្ឃឹមដងនេះប្រកាសជានាំយកសពអ្នកប្រធមទៅផ្ទះវិញឲ្យទាល់តែបានពួកយើងចូលទៅជាការភ្លាមចូលចូលឆ្លើយសៀមមានចាំណាចាំណាទៅបាញ់បាញ់អំគោះអីពួកយើងរងចាំយូរហើយហេតុអីគ្មានដំណឹងសោះរងចាំមិនដឹងថាបងទី2បងទី3យ៉ាងម៉េចទៅហើយទេពួកយើងមកវាយលោកទីនេះពួកគាត់មិនទេធ្វើតាមផែនការរបស់ម៉ែអូទីពួកវាបានវាយវាភ្លប់គេបងទី2ទី3ប្រកាសជាមិនទេបាញ់តទៀតឆាប់lênមកពួកវារួចឆាប់lênអ្នកស្រីចាស់មានការអីអ្នកនាងទិញមិញនេះចេះតែស្រែកយំថាចង់ទៅតាមអ្នកប្រុសអ្នកណាក៏ហាមឃាត់មិនបានដែរអ្នកស្រីចាស់ខ្ញុំទៅមើលទៅចុះ打退快去拿挂推ខ្ញុំយកបងទៅវិញហើយហងនីវដល់នេះឯងប្រកាសជាមិននឹកស្មានថានៅក្នុងសពតែគ្រាប់មីនទេតែមើលកូនប្របាយទាំងប្រមាណមកជុំគ្នាហើយយើងរៀបចំម្ហូបអាហារឲ្យគ្រប់ចំនួន5តុល្អណាស់យកនេះមាននរណាម្នាក់រត់រួចទេល្បិចកលរបស់អូធានសាហាវណាស់គ្រួសារទិញពិតជាស្មានចិត្តអូធានខុសហើយព្រោះគេជាមនុស្សសាហាវព្រៃផ្សៃល្បិចកលខ្លាំងណាស់អូធានឲ្យឈីមីហ្វូចេញមុខដើម្បីបញ្ឆោតគ្រួសារទិញប៉ុន្តែគេមិននឹកស្មានថាឈីមីហ្វូពូកែសម្ដែងយ៉ាងនេះហើយជាចំណុចខ្សោយរបស់អ្នកស្រីស៊ុនហុងនីវសភាពការគ្រាន់តែមួយប្រព្រឹត្តភ្នែកក៏ខ្លាយទៅជាគ្រោះថ្នាក់ទៅវិញគួរឲ្យសោកស្ដាយណាស់អ្នកប្រទី2ពួកយើងត្រូវគេឡោព័ទ្ធអស់ហើយការពិតអ្នកប្រទី2ទេ